គឺអាម្នាក់នឹងហើយវាសង់ស្ពានខ្លួនឯងហើយមិនព្រមឲ្យគេឆ្លងដោយឥតគិតថ្លៃទៀតពូឈិនពូនិយាយអីហ្នឹងលោកលីវថ្លៃឆ្លងស្ពាននឹងមិនអាចឲ្យលោកម្នាក់ឯងយកបានទេត្រូវតែបែងចែកឲ្យស្មើគ្នាក្នុងភូមិត្រូវតែអីចឹងស្ពាននឹងគឺសម្រាប់ឲ្យអ្នកភូមិដើរដូច្នេះលុយនឹងក៏ត្រូវតែជារបស់អ្នកភូមិដែរពួកអ្នកឯងនិយាយមែនហ្នឹងចិនតាធំឯងសង់ស្ពានខុសច្បាប់ហើយយកលុយតាមចិត្តបែបនេះចាប់ខ្លួនវាទៅលោកលីវមានគេរីការឈ្មោះពិតមកហើយសូមលោកសហការជាមួយយើងដើម្បីពិនិត្យមើលពូឈិនស្ពាននឹងគឺខ្ញុំចំណាយលុយផ្ទាល់ខ្លួនអស់200000ឯណោះវិទ្យាបត្រមានគ្រប់គ្រាន់គឺចំណាយលុយផ្ទាល់ខ្លួនពិតមែនតើបានយកថ្លៃឆ្លងស្ពាននឹងយូរហើយឬនៅមិនដល់2ខែផងបានលុយជាង10000បន្តិចបន្តួចប៉ុណ្ណោះរាល់ការចំណាយគឺខ្ញុំក៏ត្រាទុកទាំងអស់ឡានអ្នកណាឆ្លងថ្ងៃណាហើយតម្លៃប៉ុន្មានបានតែ10000ខ្មោចណាជឿលោកប្រកាសជាធ្វើបញ្ជីខ្លាំងៗហើយដើមទុន20000តែរកបានមិនដល់10000ផងតើអ្នកចង់ចែកអីចង់ចែកបំណុល19000ដែលខ្ញុំជំពាក់គេមែនទេអ្នកណាឲ្យលោកសង់ខ្លួនឯងយើងមិនបានសុំឲ្យលោកសង់ឯណាលោកនិយាយអីណានិយាយម្ដងទៀតមើលកុំស្ដាប់គាត់និយាយផ្ដេសផ្ដាសអីកែននេះអ្នកណាក៏ចេះធ្វើដែរមែនហើយគឺច្បាស់ជាមានរឿងមិនស្រួលហើយបើមិនចែកថ្លៃឆ្លងស្ពានស្មើគ្នាទេគឺត្រូវតែរុះរើវាចោលស្ងប់អារម្មណ៍ទាំងអស់គ្នាលីងយួនលោកជួយសហការជាមួយពួកយើងផ្អាកការប្រើប្រាស់ស្ពាននេះសិនទៅពួកអ្នកនៅមានសិទ្ធិសម្បត្តិខ្លះទេហ្នឹងផ្ទះខ្ញុំដើម្បីសាងសង់ស្ពានមួយញឹងសំបីតែថ្លៃសិក្សារបស់កូនក៏យកទៅចំណាយអស់ដែរពេលពួកអ្នកឆ្លងស្ពានហេតុអ្វីមិននិយាយអញ្ចឹងអ្នកណាឲ្យពួកអ្នកចំណាយទៅពួកអ្នកខ្លួនឯងទេដែលស្ម័គ្រចិត្តពូឈឿនចៅពូទៅរៀនឆ្លងស្ពាននឹងរាល់ថ្ងៃពូភ្លេចហើយឬថាពីមុនពូអង្វរផ្ទះខ្ញុំឲ្យសាងសង់វាដោយរបៀបណាគ្រប់គ្រាន់ហើយឈប់ទៅថ្ងៃនេះត្រឹមនេះចុះស្ពានផ្អាកប្រើប្រាស់សិនរងចាំលទ្ធផលត្រួតពិនិត្យឥឡូវអត់ចង់តាំងជាមួយពូយើងមែនទេបើមិនចែកស្មើគ្នាទេគឺត្រូវរុះរើវាចោលឯងរើសយកទៅធ្វើតាមអ្វីដែលពួកគេនិយាយទៅចែកថ្លៃចំណាយឲ្យស្មើគ្នាលោកម្ចាស់វាងមែនហើយគឺខ្ញុំលីងយួនលោករកលោកម្ចាស់វាងធ្វើអ្វីការប្រើប្រាស់ស្ពានមួយនោះសម្ភារៈទាំងនោះខ្ញុំលក់អស់ហើយលក់តាមតម្លៃដាច់ឥតចាយត្រូវតែដោះស្រាយឲ្យលឿនបំផុតខ្ញុំគាំទ្រអ្នកចិត្តមនុស្សវាខូចអស់ហើយទោះបីជាលូស៊ីវទឺល្អយ៉ាងណាក៏គ្មានប្រយោជន៍ដែរបងយួនអរគុណច្រើនណាស់ដែលលើស្ពាននេះពិតជាស្រួលមែនដេកម្ដងទៀតទៅព្រោះក្រោយពីនេះទៅគឺលែងមានទៀតហើយលីវយ៉ាពេលប៉ូលីសទៅបាត់ឯងចង់ធ្វើដូចគ្មានរឿងអីកើតឡើងមែនទេរឿងថ្លៃឆ្លងស្ពានថ្ងៃនេះត្រូវតែនិយាយឲ្យច្បាស់ស្ពាននេះអ្នកទាំងអស់គ្នាប្រើឯងមិនអាចលេបលុយម្នាក់ឯងបានទេ20000នឹងខ្ញុំជាអ្នកចេញថ្លៃឆ្លងស្ពានសរុបប្រមូលបានមិនដល់10000ផងអ្នកណាចង់បានចំណែកក៏បានដែរតែត្រូវសង19000ដែលជំពាក់ខ្ញុំសិនគឺឯងខ្លួនឯងទេដែលចង់សាងសង់យើងមិនបានសុំឯងឲ្យធ្វើទេណាលីវឡៅសានខែមុនឯងឆ្លងស្ពាន47ដងមិនដែលខកខានម្ដងណាទេរាល់ការឆ្លងគឺមានកត់ត្រាទុកទាំងអស់ឡានមកពីភូមិក្រៅមួយដង$10តែអ្នកភូមិយើងខ្ញុំមិនបានយក1សេនទេចុះឯងក៏បានយកលុយពីអ្នកភូមិក្រៅដែរនឹងបើមិនយកលុយតាយកអីទៅថែទាំជើងស្ពានត្រូវពង្រឹងក៏ត្រូវការលុយថែទាំផ្ទៃស្ពានក៏ត្រូវការលុយដែរគុំទៅជឿសម្ដីគេផ្ដេសផ្ដាសលុយនឹងគេប្រកាសជាលាក់ទុកអស់ហើយពិតមែនហើយត្រូវតែមានរឿងមិនប្រក្រតីហើយឯងជាអ្នកកត់ត្រាម្នាក់ឯងចង់និយាយថាម៉េចក៏បានដែរពូជេនក្នុងសិភៅនេះរាល់ការចំណាយទាំងអស់សុទ្ធតែមានហត្ថលេខានិងស្នាមមេដៃរបស់អ្នកបងលុយហត្ថលេខាក៏អាចក្លែងបន្លំបានដែរបើមិនអញ្ចឹងទេពួកគេមិនមែនកំពុងតែអ្វីដែលកត់ក្នុងសៀវភៅនេះមិនមែនមានតែរឿងលុយកាក់ទេថ្ងៃទី12ខែមីនាកូនប្រសាស្រីអញឈឺពោះសម្រាលកូនកណ្ដាលយប់ឯងមកលុតជង្គង់នៅមុខផ្ទះខ្ញុំហើយនិយាយថាលីនយួនឲ្យជួយសង្គ្រោះផងថ្ងៃទី5ខែមេសាឡានដឹកជីរបស់ឯងជាប់ផុងនៅមាត់ទន្លេឯងក៏មកសុំឲ្យខ្ញុំជួយថ្ងៃទី20ខែឧសភាកូនរបស់មីងចៅប្រឡងខ្ញុំសិក្សាបើមិនឆ្លងស្ពាននឹងទេគឺប្រកាសជាទៅប្រឡងមិនទាន់ឈប់និយាយទៅកុំនិយាយទៀតអីលីនយួនឲ្យពួកយើងពិតជាដឹងគុណអញណាស់ប៉ុន្តែពូឈិនគាត់ថាបើស្ពាននឹងអាចយកលុយមកចែកគ្នាបានចុងឆ្នាំម្នាក់ប្រហែលជាបានលុយច្រើនគួរសម្ដាយអញ្ចឹងបានន័យថាមុនសិការបស់ឯងមានតម្លៃត្រឹមតែប៉ុណ្្នឹងមែនទេអ្នកទាំងអស់គ្នាស្ដាប់ណាបើថ្ងៃនេះគាត់មិនព្រមទេពួកយើងមិនបាច់ទៅណាទាំងអស់ពួកឯងចង់ធ្វើស្អីហ្នឹងចែកលុយគ្នាទៅបានពួកយើងនៅតែជាអ្នកភូមិជាមួយគ្នាបានពួកឯងគិតថាបង្ខំខ្ញុំឲ្យអាចយកលុយបានមែនទេលីនយួនខ្ញុំឲ្យមុខឯងពេកហើយមែនទេជឿអត់ថាខ្ញុំនឹងទៅប្តឹងទៀតទាំងរឿងសាងសង់ខុសច្បាប់ទាំងរឿងយកលុយខុសច្បាប់ខ្ញុំអាចប្តឹងឯងបានគ្រប់រឿងទាំងអស់ពួកគេទៅបាត់ហើយនិយាយគ្នាអស់ពីម៉ោងនិយាយចុះនិយាយឡើងក៏នៅតែរឿងចែកលុយហ្នឹងចង់បានលុយមែនទេពួកគេកំពុងតែលេងល្បែងចង់ឲ្យខ្ញុំចុះចាញ់ហើយស្អែកព្រឹកនេះក្រុមរុះរើស្ពានខ្ញុំនឹងជួយអ្នករ៉ាប់រងរឿងនេះលុយ20000ហ្នឹងខ្ញុំជាអ្នកចេញម្នាក់ឯងហើយដៃពីការរុះរើស្ពានខ្ញុំនឹងលក់វាម្នាក់ឯងលើកនេះខ្ញុំត្រូវតែឲ្យពួកគេចងចាំថាផ្លូវមិនមែនធ្លាក់ចុះមកពីលើមេឃទេណាប៉ាគិតថាលីនយួននឹងព្រមចុះចាញ់មែនទេទោះគេមិនព្រមក៏ត្រូវតែព្រមដែរអ្នកភូមិទាំងអស់នឹងឈរខាងខ្ញុំពួកឯងមានសល់មុនសកាខ្លះអត់ហ្នឹងខ្ញុំនេះដើម្បីសាងសង់ស្ពានមួយនោះខ្ញុំយកលុយថ្លៃរៀនរបស់កូនទៅបង់អស់ហើយ
ពួកឯងមើលខ្លួនឯងទៅមើលក្នុងសៀវភៅសន្សំនៅសល់លុយប៉ុន្មាននៅសល់តែ500យន្តទេពូឈិនពូអញចៅពូទៅរៀនរាល់ថ្ងៃត្រូវដើរឆ្លងស្ពាននឹងពូភ្លេចហើយមែនទេកាលពីកន្លះឆ្នាំមុនពូនិយាយថាលីនយួនការដែលឯងសាងសង់ស្ពាននេះគឺជារឿងកុសលខ្ញុំមិនដឹងថាឯងកំពុងនិយាយពីអ្វីទេឪពុកឲ្យហាក់ដូចជាផ្ទះយើងលែងមានលុយហើយពិតមកទៅលុយប្រកាសជាទុកនៅកន្លែងផ្សេងហើយអាមួយនេះវាឆ្លាតណាស់នរណាទៅដឹងថាវាលាក់ទុកនៅឯណាលីនយួនមីងនិយាយតាមត្រង់ចុះស្ពានរបស់ឯងពិតជាជួយសម្រួលដល់អ្នកភូមិមែនប៉ុន្តែឯងម្នាក់ឯងជាអ្នកយកលុយថ្លៃឆ្លងស្ពាននេះអ្នកភូមិគេមិនសប្បាយចិត្តទេណាមីងឆិនគុណប្រសាមីងសម្រាប់កូនពិបាកកាលពីខែមុនម៉ោង3ព្រឹកខ្ញុំបើកម៉ូតូកង់3ជូនពួកមីងឆ្លងស្ពានខ្ញុំធ្លាប់យកលុយមីង1សេនទេឯងនិយាយមកមើលថាខ្ញុំធ្លាប់យកទេទៅត្រឡប់ទៅផ្ទះវិញទៅខ្មាស់គេណាស់កុំចាញ់បោកវាដែលធ្វើជាគួរឲ្យអាណិតនោះអ្នកទាំងអស់គ្នាស្ងប់អារម្មណ៍សិនទៅអង្គុយចុះសិនមកយើងនិយាយរឿងរ៉ាវដើមហេតុឲ្យច្បាស់លាស់ទាំងអស់គ្នាអ្នកទាំងអស់គ្នាសុខចិត្តរងចាំសិនទៅចាំរៀបរាប់រឿងរ៉ាវឲ្យច្បាស់លាស់សិនចាំយើងរៀបចំផែនការបន្តទៀតបានខ្ញុំនឹងសហការបែកគ្នាទៅកុំមកឈររងមុខផ្ទះគេអីលោកចៅហ្វាយឲ្យធ្វើបែបនេះត្រូវវៀងផ្លូវឆ្ងាយណាស់ណាមិញនេះអ្នកឯងទេដែលស្រែកឲ្យរុះរើខ្លាំងជាងគេខ្ញុំគ្រាន់តែនិយាយថាចង់រុះរើវាតែមិនបានឲ្យរុះរើពិតមែនឯណាមែនទេហត់នឿយពេញមួយថ្ងៃហើយអ្នកមិនបានញ៉ាំអីសំបីតែមួយមាត់ព្រឹកស្អែកនេះក្រុមរុះរើស្ពាននឹងចូលមកដល់ហើយមិញនេះលក់ឲ្យថៅកែវ៉ាងហើយមែនទេលក់ហើយគិតតាមតម្លៃដែកបានប្រហែលជាង80000លោកក៏លក់ទៅឲ្យគេឈប់មកតាមរំខានរាល់ថ្ងៃ200,000យកមកវិញបានតែ80000តែលើកនេះខ្ញុំនឹងឲ្យពួកគេចងចាំថាតម្លៃនៃការលោភលន់វាថ្លៃជាង80000ទៅទៀតពិតជាចាត់ការមែនប៉ាអាឆាវីឈួតហើយតើស្អែកនេះយើងចូលក្រុងដឹកទំនិញដោយរបៀបណាទៅខ្លាចអីឆ្ងាយបន្តិចមិនអីទេមិនប៉ុន្មានថ្ងៃវានឹងត្រឡប់មកដូចដើមវិញហើយរងចាំបន្តិចទៅអ្វីដែលអ្នកទើបតែនិយាយមិញនឹងជារឿងពិតមែនទេដៃថែបទាំងនោះគឺជាលុយដែលគ្រួសារយើងសន្សំអស់រយៈពេល10ឆ្នាំមកហើយថ្លៃសិក្សាកូនខ្ចីបងប្អូនខាងប្រពន្ធសិនទៅចាំខ្ញុំសង្វិញខ្ញុំមិនមែននិយាយរឿងថ្លៃសិក្សាទេខ្ញុំកំពុងនិយាយរឿងស្ពាននោះតើអ្នកចង់រុះរើវាដើម្បីលក់ជាដាច់អេតចៃមែនទេមិនរុះរើទុកធ្វើអីចាំឲ្យឆេនឈឺនាំមនុស្សមកចែកលុយឬប៉ុន្តែយើងទ្រាំបន្តិចទៅពួកគេរុះរើទ្វារផ្ទះខ្ញុំដណ្ដើមសៀវភៅកណេខ្ញុំដណ្ដើមទីធ្លាផ្ទះខ្ញុំហើយអ្នកឲ្យខ្ញុំទ្រាំទៀតឬខ្ញុំគ្រាន់តែខ្លាចថាអ្នកដោយសារតែខឹងពេកធ្វើរឿងអ្វីដែលត្រូវស្ដាយក្រោយអ្វីដែលខ្ញុំស្ដាយក្រោយនោះគឺដោយសារតែខ្ញុំគិតថាការសាងសង់ស្ពានអាចកែប្រែចិត្តមនុស្សបានបើអញ្ចឹងរុះរើទៅខ្ញុំគាំទ្រអ្នកលុយសន្សំ10ឆ្នាំចាត់ទុកថាឲ្យឆ្កែស៊ីទៅចុះប៉ុន្តែចាប់ពីពេលនេះទៅអ្នកណាដែលចង់កេងចំណេញពីគ្រួសារយើងទៀតត្រូវសួរខ្ញុំសិនថាខ្ញុំយកព្រមឬអត់លោកលេនខ្ញុំទើបតែពិនិត្យមើលមិញដែកថែបទាំងនោះបើលក់តាមតម្លៃអេតចៃទីផ្សារគឺបានប្រហែល8-9ម៉ឺនប៉ុន្តែថ្នាំដែកនៅលើស្ពានរបស់អ្នកជារបស់ល្អខ្ញុំនិយាយការពិតប្រាប់អ្នកចុះបើលក់បន្តអាចបានលើសពី200,000យកបែបនេះចុះខ្ញុំឲ្យតម្លៃពិតប្រាកដអ្នកគឺ130,000ត្រូវរុះរើចេញក្នុងរយៈពេល3ថ្ងៃអ្នកពិចារណាឲ្យច្បាស់ទៅមិនបាច់ពិចារណាទេយកតម្លៃនឹងចុះតែមានលក្ខខណ្ឌមួយអ្នកនិយាយមកស្អែកភ្លឺភ្លាមត្រូវចូលការងារភ្លាមខ្ញុំចង់បានលឿនបានស្អែកម៉ោង5:00ព្រឹកក្រុមការងារនឹងទៅដល់អ្នកភូមិឃើញស្អែកនេះគេនឹងបង្កចំនួនមិនខានទុកឲ្យគេបង្កទៅពូឈិនប្រកាសជាមកមិនខានខ្លាចតែគាត់មិនមកទេចិត្តមនុស្សខូចអស់ហើយទោះធ្វើផ្លូវល្អប៉ុណ្ណាក៏គ្មានប្រយោជន៍ដែរគ្រូនិយាយថាថ្លៃសិក្សាឈ្មោះក្រោយមិនអាចពន្យាពេលបានទៀតទេថ្ងៃក្រោយរស់នៅឲ្យបានសុខស្រួលទៅរាល់បំណងប្រាថ្នានឹងសម្រេចបន្តិចម្ដងលោកម្ចាស់ថ្ងៃនេះមកលឿនម្លេះមកលឿនបន្តិចទៅស្ពាននេះពិតជាស្រួលមែនជិះវៀងក្រុងមួយជុំសន្សំសំចៃពេលខ្ញុំបានកន្លះម៉ោងបងលីខ្ញុំប្រញាប់បន្តិចណាហេតុអ្វីបានជាអ្នកភូមិគេមិនបាច់បង់លុយចុះពួកយើងម្ដងត្រូវបង់$10ស្ពាននេះខ្ញុំជាអ្នកចេញលុយសាងសង់អ្នកភូមិខ្ញុំមិនយកលុយទេចុះអ្នកឯងចេះបែងចែកច្បាស់លាស់ណាស់បងយួនខ្ញុំបានរឿងកាលពីម្សិលមិញហើយពូឈិនធ្វើហួសហេតុពេកហើយខ្ញុំប្រាប់បងណាខ្ញុំមិនបានទៅបង្កចំនួនជាមួយពួកគេទេខ្ញុំគ្រាន់តែមកមើលថាស្ពាននៅទីនោះឬអត់នៅសល់20នាទីទៀតបងយួនទៅណាឡានថ្មីទើបតែទិញម្សិលមិញទើបដាក់ស្លាកលេខរួចថ្ងៃក្រោយទៅធ្វើការត្រូវឆ្លងស្ពាននេះរាល់ថ្ងៃបងយួនអរគុណច្រើនណាស់ស្ពាននេះជិះស្រួលមែនជិះម្ដងទៀតទៅថ្ងៃក្រោយលែងមានទៀតហើយលោកគ្រូបន្លែក្នុងឡានខ្ញុំនេះត្រូវតែទៅដល់ម៉ោង9ចូលឆាប់ឡើងកុំអីគេទៅមិនទាន់ទេឆាប់ទៅឯងនឹងកុំធ្វើមុខស្អុយអីអ្នកទាំងអស់គ្នាដែលឆ្លងស្ពានក៏ព្រោះតែនឹកគុណឯងដែរស្ពាននឹងនៅមានគេ